Phần lư sân thì phiệp chế một vinh hơi trắm thả cả cho cha chỉ mùi ở rõng aiនឹងចាប់ផ្ដើមឡើងវិញក្នុងពេលពីថ្ងៃទៀតខណៈតម្លៃប្រេងចាប់ផ្ដើមធ្លាក់ចុះរដ្ឋធានីអ៊ីស្លាមាបាតបើទោះបីការចរចាកាលពីចុងសប្តាហ៍កន្លងទៅបានទទួលបរាជ័យរហូតធ្វើឲ្យសហរដ្ឋអាមេរិកសម្រេចចិត្តដាក់វិធានការបិទគប់កំពុងផែរបស់អ៊ឺរ៉ង់ក៏ដោយប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាប់ឲ្យដឹងកាលពីថ្ងៃទី14ខែមេសាឆ្នាំ2026ថាការចរចាសន្តិភាពអាចនឹងត្រូវបានរៀបចំឡើងវិញនៅប្រទេសប៉ាគីស្ថានក្នុងរយៈពេល2ថ្ងៃខាងមុខនៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Post លោក Trump បានមានប្រសាសន៍ថាអ្វីៗអាចនឹងកើតមានឡើងក្នុងរយៈពេល2ថ្ងៃទៀតហើយយើងនឹងកំពុងមានទំនោរចង់ទៅទីនោះគឺប៉ាគីស្ថានសារជាថ្មីសម្ដីរបស់លោក Donald Trump ត្រូវបានគាំទ្រដោយមន្ត្រីមកពីតំបន់ឈូងសមុទ្រប៉ាគីស្ថាននិងអ៊ឺរ៉ង់ដែលបញ្ជាក់ថាក្រុមការងារចរចារបស់ភាគីទាំងពីរអាចនឹងត្រឡប់មកជួបគ្នានៅចុងសប្តាហ៍នេះតែខាងអ៊ឺរ៉ង់អះអាងថាមិនទាន់មានការកំណត់ការបរិច្ឆេទច្បាស់លាស់នៅឡើយទេសញ្ញាវិជ្ជមាននៃការបន្តផ្លូវការទូតនេះបានជួយធ្វើឲ្យទីផ្សារប្រេងពិភពលោកមានភាពធូរស្រាលដោយតម្លៃប្រេងបានធ្លាក់ចុះមកក្រោម$100ក្នុង1បារ៉ែលវិញកាលពីថ្ងៃអង្គារយ៉ាងណាមិញស្ថានភាពយោធានៅតែមានភាពតានតឹងបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកចាប់ផ្ដើមបិទផ្លូវនាវាទឹកជញ្ជូនចេញចូលកំពង់ផែរបស់អ៊ឺរ៉ង់ដើម្បីឆ្លើយតបទៅនឹងដែលអ៊ឺរ៉ង់បន្តបិទច្រកសមុទ្រ Hormuz ជោគវាសនានៃបទឈប់បាញ់ដែលនៅសល់រយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះកំពុងស្ថិតនៅលើមាត់ជ្រោះខណៈបញ្ហាសំខាន់ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ឺរ៉ង់និងការដកទណ្ឌកម្មសេដ្ឋកិច្ចនៅតែជាចំណុចដ៏តឹងកគុកដែលភាគីទាំងពីរមិនទាន់អាចរកចំណុចរួមឃើញអ៊ឺរ៉ង់ក៏បានប្រមានវាយបកលើនាវាចម្បាំងណាដែលហ៊ានឆ្លងកាត់ច្រកសមុទ្រនិងសងសឹកលើកំពង់ផែរបស់ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រផងដែរប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តការបិទគប់